សួរអំពូមីញេតាថ្ងៃនេះខ្ញុំអានមេរៀនទី104សាលារៀនខ្ញុំជាសាលាកុមារមេត្រីនៅមុខថ្នាក់រៀនមានដើមឈើផ្ដាល់ប្លុកដងទំជៀនសួនផ្កាសួនជីវៈចម្រុះមុនពេលចូលថ្នាក់យើងតែងបោះសម្អាតនិងស្រោចផ្ការាល់ពេលខ្ញុំស្រឡាញ់ចូលចិត្តសាលារៀនខ្ញុំណាស់ព្រោះវាជាថ្នាលផ្ដល់នូវចំណេះដឹងផ្ដល់យើងគ្រប់គ្នាចាំតែសួរ